ពួកយើងមករំលឹកអំពីអនុស្សាវរីយ៍នៃព្រឹត្តិការណ៍នគរសង្គ្រាមដែលបានកន្លងផុតទៅដូចជាចុងមួយខែណាបងណ៎លឿនមែនតើក៏ប៉ុន្តែស្នាមញញឹមចាក្តីសប្បាយរីករាយក្តីរំភើបក៏នៅដកជាប់ក្នុងអារម្មណ៍បងហើយបងជឿជាក់ថាក៏នៅដកជាប់នៅក្នុងអារម្មណ៍ពុកម៉ែបងប្អូនដែលបានទៅចូលរួមកម្មវិធីនគរសង្គ្រាមដូចគ្នាបងអីចាំអត់ថ្ងៃចុងក្រោយពេលដែលថ្ងៃចុងក្រោយយើងបានទៅមើលរបាំមួយខ្ញុំអត់បានចាំថាជារបាំអីគេទេតែបើមកគាត់កំពុងតែសម្ដែងសុកគឺមេឃភ្លៀងមកហ្មងចាបងធ្វើស្បល់អ៊ុយមែនតែបងនិយាយចង់ធ្វើស្បល់សំបីតែខ្ញុំនៅហ្នឹងបងគឺខ្ញុំអត់ទៅណាទេគឺខ្ញុំនៅទាំងហាភ្លៀងមើលគាត់ហ្មងដោយសារអីដោយសារតែសិល្បករនេះគាត់កំពុងតែសម្ដែងរបាំហ្នឹងគឺគាត់អត់ឈប់ទេគាត់នៅតែបន្តរាំគេហៅថាទឹកចិត្តនៃក្តីស្រឡាញ់ចាក្តីស្រឡាញ់ហើយក្តីដែលចង់បង្ហាញទៅដល់បងប្អូនដែលជាអ្នកចូលរួមទស្សនាបើទោះបីជាកម្មវិធីនគរសង្គ្រាមរបស់យើងបើមើលទៅសិតតែជាកម្មវិធីបែបសប្បាយក៏ប៉ុន្តែយើងអត់បានភ្លេចនៅ quote មួយដែលយើងបានដាក់តាំងនៅកន្លែងហ្នឹងហ្មងឯងចាបង quote ហ្នឹងគឺចង់និយាយទៅដល់ស្មារតីនៅជាមួយនឹងវីរៈកងកម្លាំងក៏ដូចជាបងប្អូនជនភៀសសឹកគ្រប់ពេលវេលាបងធ្វើព្រឹត្តិការណ៍នគរសង្គ្រាមដើម្បីអីគឺធ្វើដើម្បីប្រជាជនយើងទាំងមូលដើម្បីប្រទេសជាតិយើងទាំងមូលដើម្បីជាការជួបជុំមហាគ្រួសារខ្មែរមួយវិញទៀតវាគឺជាខឿនការពារនៅវប្បធម៌ជាតិរបស់យើងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបជាមួយនាងខ្ញុំជីនីខ្ញុំរ៉ូសាពួកយើងមករំលឹកអំពីអនុស្សាវរីយ៍នៃព្រឹត្តិការណ៍នគរសង្គ្រាមដែលបានកន្លងផុតទៅដូចជាចុងមួយខែណាបងណ៎លឿនមែនតើលឿនណាបើគិតទៅឆ្នាំនេះយើងរៀបចំកម្មវិធីចូលឆ្នាំរបស់យើងដល់តែ6ថ្ងៃចាបងលេងបែកផ្សែងចាដូចបានឃើញអញ្ចឹងពួកយើងជា content creator នៅក្នុងកម្មវិធីព្រឹត្តិការណ៍នគរសង្គ្រាមហ្នឹងណាដោយតែបានឃើញអញ្ចឹងគឺថាទៅធ្វើការនេះដូចតែដើរលេងអញ្ចឹងណាបងនិយាយថាសកម្មហ្មងយើងពីរនាក់បើនិយាយពីថ្ងៃទទួលទេវតាហ្នឹងវិញបងខ្ញុំមិនដែរអូយរបៀបឆ្លេឆ្លាជាងទេវតាទេបញ្ញាប់ចុះមុនទេវតាបន្ទាប់ពីទទួលទេវតារួចហើយអញ្ចឹងងាកឡើងរាំចាទេវតាចូលរាំខ្ញុំហ្នឹងឯងរាំទៀតចេះរាំណាស់វងជុំញាតបងអូនចេះរាំណាស់ចេះបងបងតែប៉ុណ្្នឹងរាំមួយគ្នាសោះលេងចាបន្ទាប់ពីនិយាយទៅ3ថ្ងៃហ្នឹងអញនិយាយបានថាសុបាយប៉ុន្តែគ្រាន់ថាខ្វះបងមកវិញយើងដើរលេងមួយគ្នាពេលបងមកហ្នឹងពេលបងមកភ្លាមខ្ញុំចាប់ដើមវីវក់បដ ாய் អូដៃបងរត់លេងដល់ពេញភូមិធរហ្នឹងឯងដែលបងហួសចិត្តជាងគេអត់នៅថ្ងៃទី3មិនថ្ងៃគេស្រង់ព្រះចាបងអត់យល់ទេថាហេតុអីបានមានរឿងនឹងកើតឡើងដោយសារខ្ញុំគិតថាបងជាចាស់ជាទុំម្នាក់បងចាប់ខ្ញុំស្រង់ព្រះអង្គមិនស្រង់អញនិយាយបានថាហេតុពេលហ្នឹងក៏អត់មានបំណងទេខ្ញុំស្រង់ព្រះប៉ុន្តែទឹកនេះទឹកវេទមន្តនេះទឹកវេទមន្តទឹកវេទមន្តចាទឹកវេទមន្តចាទឹកមន្តចាទឹកមន្តគឺនៅសល់ហើយខ្ញុំអត់ដឹងថាបើចាក់ចោលស្ដាយអត់ល្អទេយើងចាប់បងស្រង់ចាអញ្ចឹងចាប់ស្រង់បងស្រីហ្មងទៅចាបីណាស់ប្អូនអូនឯងជារឿងមួយប៉ុន្តែក្មេងផ្សេងទៀតនេះក្រុមយុវជនស្ម័គ្រចិត្តយើងនៅក្នុងក្រុម PR នេះមកចង់ចាប់បងស្រោចទឹកដែរស្រង់ព្រះដែរអត់ទេបងនៅក្មេងនៅស្អាតឡើយទៅចាប៉ុន្តែអូល្អមែនតើទោះបីជាបងអត់បានចូលរួមតាំងពីថ្ងៃទី1មកមែនប៉ុន្តែកម្មវិធីស្រង់ព្រះនេះបងបានស្រង់គឺជារឿងដែលល្អព្រោះដោយសារតែស្រង់ព្រះដូចយើងដឹងអញ្ចឹងចាគឺយើងដូចជាគេហៅថាលៀងជំរះនៅភាពមិនល្អភាពអពមង្គលហើយនឹងស្រង់ព្រះស្រង់ទឹកដើម្បីទទួលនៅលាភជ័យពរជ័យសិរីសួស្តីថ្មីហើយដែលសំខាន់គឺយើងស្រង់ព្រះជាមួយនឹងព្រះសង្ឃជាមួយនឹងតាអាចារ្យអូល្អមែនតើអូនឯងនឹងអត់ក្រៅពីកម្មវិធីស្រង់ព្រះយើងក៏មានការពងភ្នំខ្សាច់ដែរដឹងមិនបានគេពងភ្នំខ្សាច់អត់មិនចឹងបងគេថាពងភ្នំខ្សាច់ដើម្បីផ្ដាច់កម្មពីអូចាហ្នឹងគឺជារឿងល្អមួយដែរបងឯងធ្វើកម្មពីច្រើននេះកម្មពីបើកម្មពីខ្ញុំអត់មានអីក្រៅពីបើគុណប្រុសគេទេឃើញអានឹងកម្មធ្ងន់ណាស់អូនចាហើយមួយទៀតរឿងទាញព្រាត់បើមានចាប់អារម្មណ៍ឡើងទាញព្រាត់ហ្នឹងអត់ទេឆ្ងាយទេសារអីអត់សារអីទេសារធីមខាងនេះគេធំទាំងអស់ខ្ញុំទាញមានរួយណាខ្ញុំចេះបន្លំទាញគេដែរទៅទាញអត់រួយណាបងឯងមើលបងទាញទៅខ្ញុំហោះជើងខ្ញុំឡើងទាំងអស់បងឃើញថ្ងៃនោះណាគេទាញជើងដល់ដីជើងនេះចង់ហើខ្ញុំចង់ហោះជើងនៅពេលហោះខ្ញុំទាញនឹងដែរតែមិនថាខ្សែព្រាត់ហ្នឹងគេមិនទាញតែខាងនោះគេទាញតែខ្ញុំទៀតហើយខាងយើងស្រីយើងឆ្លៀតចង់បានផែចាកុំឃើញថាគ្នាជាមនុស្សស្រីតែពិតគ្នាក៏មានកម្លាំងដែរពេលខ្លះរូបរាងជាស្រីមិនតែកម្លាំងប្រុសក៏ថាបានដែរណាអូនតែខ្ញុំអត់កម្លាំងសោះឡើងខំតែល្បីទៅរកកម្លាំងមកពីណាចុះបងមានចាំមនុស្សសោះដែលយើងញ៉ាំតកកឈុំមើលលខោនេះឃើញអត់ចឹងណាចឹងមើលលខោអីគេទេមើលលខោជិលអូមែនតាមើលបងធីតាច្រឡំហើយឃើញបងកិនតែចំខ្ញុំតកកឈុំមើលលខោមួយជិលបងធី
ពេលខ្លះវិញចឹងមុនកម្មវិធីមួយថ្ងៃបងនេះអ្នកថតវីដេអូនិយាយពីកម្មវិធីទាំង6ថ្ងៃចាបងកម្មវិធីមានជាន់គ្នាទេអូនអូចាកម្មវិធីសិតតែកម្មវិធីសប្បាយៗហើយពិសេសហើយជាកម្មវិធីដែលតបង្ហាញអំពីវប្បធម៌ប្រពៃណីរបស់កម្ពុជាយើងតែម្ដងនិយាយទៅអញនិយាយបានថា6ថ្ងៃនេះសប្បាយពេញទំហឹងហ្មងបានទាំង6វប្បធម៌រយធម៌ហើយក៏បានចូលរួមលេងរបស់ខ្ញុំវិញសប្បាយមែនតើពេលខ្លះទាំងថ្ងៃនឹងបងសើមទាំងថ្ងៃចឹងហើយចាបងហើយគេមិនប៉ាត់ម្សៅខ្ញុំចេះណាចេះគ្នាយើងហ្នឹងបងប៉ាត់គេធម្មតាណាគេសិតអូចេះដូចគេដូចប្រម៉ៃកាលីហ្នឹងតាមតែបងឯងបាននិយាយទាំងអស់មិញហ្នឹងណាគ្រាន់តែយើងនេះបានចូលរួមជាផ្នែកមួយដែលចូលរួមនៅក្នុងកម្មវិធីព្រឹត្តិការណ៍នគរសង្គ្រាមណាក៏ជាគេហៅថាជាស្នេហាជាតិមួយបាត់ដែរព្រោះអញនិយាយបានថាកម្មវិធីបើធ្វើតែម្នាក់ក៏អត់កើតដែរត្រូវអត់បងត្រូវមានការចូលរួមពីបងប្អូនគ្រួសារខ្មែរយើងចូលរួមមិនថានៅខេត្តនៅភ្នំពេញគឺចូលរួមទាំងអស់គ្នាហើយខ្ញុំសង្ឃឹមថាមានកម្មវិធីជាច្រើនទៀតនៅក្នុងឆ្នាំក្រោយចានេះបើទោះបីជាកម្មវិធីនគរសង្គ្រាមរបស់យើងបើមើលទៅសិតតែជាកម្មវិធីបែបសប្បាយក៏ប៉ុន្តែយើងអត់បានຕົកចោលនៅបញ្ហាដែលកំពុងតែជួបប្រទះហ្នឹងឯងចាយើងក៏បាននឹកឃើញទៅដល់បងកងកម្លាំងបងវីរៈកងទ័ពបងប្អូនជនភៀសសឹកដែលនៅជាយដែនយើងធ្វើគ្រប់វិធីគ្រប់មធ្យោបាយទាំងអស់ដើម្បីធ្វើការជួយក៏ដូចជាផ្គត់ផ្គង់ទៅដល់ពួកគាត់ដូចគ្នាទីមួយយើងធ្វើការផ្សព្វផ្សាយថាអូខេប្រទេសយើងកំពុងតែមានបញ្ហាដូចគ្នាហើយយើងក៏ប្រមូលនៅសប្បុរសធម៌ពីចាជនដែលពួកគាត់សប្បុរសយកដូចជាស្បៀងយកថវិកាអីផ្សេងមកជួយទៅដល់ពួកគាត់ដែលកំពុងតែនៅជាយដែនអូចាអញនិយាយបានថានៅក្នុងព្រឹត្តិការណ៍នគរសង្គ្រាមណាចាប់អារម្មណ៍នៅភូមិវប្បធម៌គឺគេមានច្រកជាមួយស្បៀងហើយក៏ដូចជាអំបោកហើយនឹងអញនិយាយបានថាមិនថាថវិកាមិនថាអីរៀបចំទាំងអស់ហ្នឹងគឺសិតតែជូនដល់បងវរៈកងទ័ពតែខ្ញុំឃើញបលាំងធំគឺមានអំបោកហើយគឺមានការវេចអន្សបមានអីទៀតអញនិយាយបានថានេះគឺជាស្មារតីចូលរួមមិនថាបងសិល្បករនេះចុះទៅជួយទេសូម្បីតែយុវជនស្ម័គ្រចិត្តក៏ដូចជាបងប្អូនប្រជាជនខ្មែរយើងគាត់ទៅបាននៅភូមិវប្បធម៌ក៏បានចូលរួមទៅជួយដែរសូម្បីខ្ញុំក៏បានចូលរួមដែរបងបើគិតទៅបងប្អូនខ្មែរយើងចិត្តល្អណាស់សាមគ្គីណាចិត្តល្អហើយមានស្មារតីសាមគ្គីស្មារតីស្រឡាញ់គ្នាមែនតើបាននិយាយដល់កន្លែងហ្នឹងបងមានអារម្មណ៍ថាបងមានមោទនភាពខ្លាំងមែនតើដែលបានកើតជាកូនខ្មែរចាខ្ញុំតែគ្នាដោយសារតែជនជាតិខ្មែរអញនិយាយបានជាកូនខ្មែរគឺមានទឹកចិត្តល្អបរិសុទ្ធហ្មងហើយអញនិយាយបានមានថាជាមនុស្សដែលមានគុណធម៌ចេះឈឺចាប់ចេះមានក្តីស្រឡាញ់ចេះមានការអាណិតការបារម្ភពីគ្នាបងដូចជាមិនថាពីក្មេងឯងមិនថាមនុស្សធំមនុស្សចាស់អីស្បែកក្មេងទូចហ្នឹងក៏មានចាប់បានមានចិត្តអញ្ចឹងដែរអត់ទៅសេបានជូនពរដល់វរៈកងទ័ពតែតនឹកគុណអីអញ្ចឹងណាបងហ្នឹងហើយអូនបើសិននិយាយពីយុវជនស្ម័គ្រចិត្តយើងក៏ជាយុវជនស្ម័គ្រចិត្តដែរគ្រាន់តែយើងនៅក្នុងផ្នែកមួយនៃការផ្សព្វផ្សាយប៉ុន្តែនៅមានយុវជនស្ម័គ្រចិត្តជាច្រើនទៀតគ្រប់ផ្នែកទាំងអស់ច្រើនផ្នែកណាអូនច្រើនខ្លាំងអត់អស់ទេច្រើនពីព្រោះថាយុវជនស្ម័គ្រចិត្តយើងខ្ទង់ពាន់នាក់ចាបងចាដើម្បីជួយសម្រួលកម្មវិធីរបស់យើងឲ្យទៅដោយរលូនហើយអីដែលសំខាន់ក៏យើងអត់ភ្លេចអរគុណទៅដល់បងកងកម្លាំងដែលគាត់ជួយសម្រួលសម្ដាប់ធ្នាប់ជួយសម្រួលចរាចរណ៍នៅថ្ងៃកម្មវិធីហ្នឹងហើយអីដែលសំខាន់ណាអូនឯងមានចាប់អារម្មណ៍អត់ចាប់អារម្មណ៍បងគឺថាបរិវេណនៅព្រឹត្តិការណ៍នគរសង្គ្រាមយើងណាអូយ clean ហ្មងបងគឺដោយសារមានបងដូចជាមីងអីគាត់ខាងអ្នកអនាម័យចាគាត់សម្អាតផ្លឹងមកគាត់ទៅលក្ខណៈថាមនុស្សចូលរួមច្រើនមែនតើណាបងរាប់ម៉ឺននាក់ចាបងមិនតិចណាហើយឡងណែខ្ញុំចូលមិនចង់ចូលទេទៅដល់អញ្ចឹងមើលគេចេះរហូតហ្នឹងយើងទូជាងគេចាតែតើសើគាត់ clean ហ្មងចប់កម្មវិធីភ្លាមស្អែកឡើងស្អាតនៅកន្លែងបរិវេណចាបងបើតាមបងសង្កេតមើលទៅក៏អរគុណដល់ពុកម៉ែបងប្អូនដែលចូលរួមដែរចាពួកគាត់មួយចំនួនក៏គាត់ជួយនៅក្នុងការសម្អាតបរិស្ថានដូចគ្នាចារកសម្រាប់របស់ពួកគាត់គឺទុកនៅក្នុងធុងសម្រាមអញ្ចឹងហើយពេលដែលអ៊ំពូមីងគាត់អ្នកអនាម័យគាត់ទៅប្រមូលគឺងាយស្រួលដូចគ្នាចាបងអូនឯងនឹងអត់ស្បីតសិល្បករសិល្បករនីអ្នករាំរបាំបុកកតោអីទាំងហ្នឹងគឺគាត់សិតតែស្ម័គ្រចិត្តមកចូលរួមអូនអូចាបងចាអញនិយាយថាមើលទៅការហាត់របស់គាត់គឺហាត់កណ្ដាលហាត់ថ្ងៃហ្មងមើលទៅហើយមិនមែនហាត់មួយថ្ងៃពីរថ្ងៃទេខ្ញុំគិតថាធៀមមុន2 3ខែនេះបងធៀមអូនឯងមើលតែមិនបាច់ចាំថាថ្ងៃសមទេអូនចាស្បីតែថ្ងៃកម្មវិធីក៏ក្តៅដែរក្តៅខ្លាំងទៅយើងរត់ឡើងពេញហ្នឹងក្តៅប៉ុណ្្នឹងចាំមកគាត់ត្រង់គ្រឿងចាអូយស្លៀកពេហើយជាពិសេសហាក្បួនទោះបីជាពេលល្ងាចអូនប៉ុន្តែនេះក្តៅឡើយទេក្តៅឡើយទេអូនអើយអូបងមិនចាំអត់ថ្ងៃចុងក្រោយពេលដែលថ្ងៃចុងក្រោយយើងបានទៅមើលរបាំមួយខ្ញុំបានចាំថាជារបាំអីគេទេប៉ុន្តែបើមកគាត់កំពុងតែសម្ដែងសុកគឺមេឃភ្លៀងមកហ្មងចាហើយប្រហែលថ្ងៃហ្នឹងគាត់ដៅហួតហែងប៉ុន្តែថ្ងៃចុងក្រោយហ្នឹងគឺភ្លៀងឡើងជាប់មែនតែនៅសំបីតែក្នុងពេលហ្នឹងភើសបល់អូយមែនតែបងនិយាយចង់ភើសបល់សំបីតែខ្ញុំនៅហ្នឹងបងគឺខ្ញុំអត់តទៅណាទេគឺខ្ញុំនៅទាំងហាភ្លៀងមើលគាត់ហ្មងដោយសារអីដោយសារតែសិល្បករនេះគាត់កំពុងតែសម្ដែងរបាំហ្នឹងគឺគាត់អត់ឈប់ទេគាត់នៅតែបន្តរាំអូយនិយាយមែនបងប្លែកណាស់ហើយពេលហ្នឹងឡើងវាដូចមានអារម្មណ៍ថាដូចជាទស្សនភាពអស្ចារ្យមួយនេះគេហៅថា
ទឹកចិត្តនៃក្តីស្រឡាញ់ណា ចា ក្តីស្រឡាញ់ហើយក្តីដែលចង់បង្ហាញទៅដល់បងប្អូនដែលជាអ្នកចូលរួមទស្សនាហើយអីដែលសំខាន់មិនដឹងថាសិល្បករសិល្បករនីនឹងគាត់រំភើបចិត្តប៉ុណ្ណាគាត់អត់ឈប់ហើយអ្នកដែលចូលទស្សនាអត់ទៅណាទៀតគឺនៅមើលគាត់សម្ដែងដល់ចប់ទុកចិត្តនៅហាភ្លៀងមួយបងនិយាយឡើងពើសប្បាយ សូម្បីតែខ្ញុំពេលនេះខ្ញុំឈប់មើលឡើងផ្លឹកបងខ្ញុំមានអារម្មណ៍ថាដូចជាអភិនិហាអីមួយចឹងណាវាថារំនឹងភ្លៀងមកវងហើយទាំងតែប្រហែលថ្ងៃដែលកម្មវិធីព្រឹត្តិការណ៍អង្គសង្ក្រាន្តមេឡងក្តៅហួតហាញ់ក្តៅចែហ្មងបងហើយមកភ្លៀងថ្ងៃចុងក្រោយអូយអានេះអញនិយាយបានថាដូចជាឲ្យតម្រុយប្រទេសជាតិយើងអញនិយាយបានថាចាទៅជុំចាទៅជុំនៅទេវតាឆ្នាំថ្មី អូខេចានីយើងនិយាយច្រើនហើយតាក់ទងទៅនឹងអនុស្សាវរីយ៍នៅក្នុងកម្មវិធីនគរសង្ក្រាន្តណាក៏ប៉ុន្តែស្នាមញញឹមចាក្តីសប្បាយរីករាយក្តីរំភើបក៏នៅដកជាប់ក្នុងអារម្មណ៍បងហើយបងជឿជាក់ថាក៏នៅដកជាប់នៅក្នុងអារម្មណ៍ពុកម៉ែបងប្អូនដែលបានទៅចូលរួមកម្មវិធីនគរសង្ក្រាន្តដូចគ្នាចាហើយបងសង្ឃឹមថាកម្មវិធីនគរសង្ក្រាន្តក្តីអង្គរសង្ក្រាន្តក្តីគឺនៅតែបន្តជារៀងរាល់ឆ្នាំដើម្បីចាជាគេហៅថាស្មារតីស្នេហាជាតិការជួបជុំមហាគ្រួសារខ្មែរការលើកស្ទួយនៃវប្បធម៌ក៏ដូចជាសេដ្ឋកិច្ចជាតិរបស់យើងចាហើយក្នុងនាមពួកយើងគឺជាសិល្បករនីខ្មែរក៏នៅតែបន្តចូលរួមជាផ្នែកមួយនៃព្រឹត្តិការណ៍នគរសង្ក្រាន្តឬក៏ព្រឹត្តិការណ៍នគរសង្ក្រាន្តដែរចាអញ្ចឹងថ្ងៃនេះពួកយើងទាំងពីរនាក់គ្រាន់តែមករំលឹកឌូសាវរីប៉ុណ្្នឹងឯងប៉ុន្តែបើសិនជាមានកម្មវិធីព្រឹត្តិការណ៍នគរសង្ក្រាន្តឬក៏អង្គរសង្ក្រាន្តនឹងជួបជាមួយនឹងពួកយើងទាំងពីរនាក់ទៀតឯងព្រោះតែឆ្នាំមុនក៏ឃើញមុខពីរនាក់ហ្នឹងចាឆ្នាំនេះឃើញមុខពីរនាក់ហ្នឹងទៀតចាឆ្នាំក្រោយ baby នឹងជួបជាមួយបងរ៉ូសានិងខ្ញុំម្ដងទៀតហើយតែដឹងទៅចូលរួមឯងបងណាតែកុំធុញពួកខ្ញុំណាកុំធុញណាចាអញ្ចឹងពួកយើងទាំងពីរនាក់សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយនេះពីដើមដល់ចប់អរគុណសូមជម្រាបលា Belty International University, the future of global leaders.